កម្លាំងនគរបាលតាមក្រុងស្រុកចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមខេត្តបន្ទាយមានជ័យអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមស្នេហ៍ សោថេតអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះលោកឧត្តមស្នេហ៍ តូសិតឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកពិសេសកម្លាំងនគរបាលប៉ុស្តិ៍ឃុំសង្កាត់ត្រូវពង្រឹងការផ្តល់សេវាសាធារណៈឲ្យបានល្អនិងសហការជាមួយអាជ្ញាធរចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពតាមមូលដ្ឋានឲ្យបានទូលំទូលាយដើម្បីឲ្យកិច្ចសហការរវាងនគរបាលនិងប្រជាពលរដ្ឋកាន់តែស្និទ្ធស្នាលនិងរួមគ្នាបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសព្រហ្មទណ្ឌនិងក្មេងទំនើងឯកឧត្តមស្នេហ៍ តូស្នងការក៏បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនិងសន្តិសុខតាមព្រំដែនពង្រឹងការយាមល្បាតប្រចាំការ24ម៉ោងនិងត្រៀមកម្លាំងសម្ភារៈមធ្យោបាយសម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតមានគ្រោះអគ្គិភ័យឬគ្រោះធម្មជាតិនានាជាយថាហេតុនៅថ្ងៃសុក្រនេះក្រៅពីចុះផ្សព្វផ្សាយកម្លាំងនគរបាលមួយចំនួនក៏បាននាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារចុះទៅចែកជូនប្រជាពលរដ្ឋតាមលំនៅឋាននិងបានណែនាំដល់ប្រជាពលរដ្ឋដែលហួសសុពលភាពប្រើប្រាស់និងអ្នកទើបគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា